បាទតែជំរាបសួរបងប្អូនទាំងគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូចេញបន្តទៀតអញ្ចឹងកាលពីវីដេអូមុនខ្ញុំបានចេញពីរបៀបបង្កើត Gmail ហើយក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនបងប្អូនទាំងគ្នាអំពីរបៀបក្នុងការរៀបចំ Gmail របស់យើងឲ្យទៅតាមស្តង់ដារហើយវាទៅគឺស្តង់ដារនេះអញ្ចឹងដើម្បីឲ្យ Gmail របស់យើងមានស្តង់ដារយើងអាចយកទៅបង្កើត YouTube សម្រាប់រកលុយក៏បានបង្កើត TikTok PayPal ទៅមានតម្រូវការច្រើនតែខ្ញុំប្រើ Gmail យើងមួយទេអូខេអញ្ចឹងបងប្អូនទាំងគ្នាធ្វើតាមខ្ញុំមកចឹងចិត្តបងប្អូនអ្នកគ្នាចូលទៅ Chrome ក៏បានចូលទៅ Safari ក៏បានឬក៏ចូលទៅនេះ app mail Gmail តែម្ដងក៏បានដែរអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំធ្វើនៅលើ app Gmail អូខេអញ្ចឹងបន្ទាប់មកនេះជា account របស់ខ្ញុំបង្កើតកាលពីវីដេអូមុនអញ្ចឹងខ្ញុំអត់បានរៀបចំទេឥឡូវខ្ញុំទៅខារៀបចំឬក៏ set up វាឲ្យស្អាតឲ្យមើលទៅវា stock ដែរអញ្ចឹងបន្ទាប់មកនេះយើងចុចចូលមកនេះឃើញដាក់នេះ don't get keep out of your Google account អញ្ចឹងបងប្អូនអ្នកគ្នាឃើញនេះហើយកន្លែងនេះយើងបងប្អូនអ្នកគ្នា add មកនេះ add recovery phone នេះចឹងអាកន្លែងនេះគឺគេឲ្យយើងដាក់លេខទូរស័ព្ទដាក់លេខកូដអូខេឥឡូវខ្ញុំសុំធ្វើការបំពេញលេខកូដ Gmail របស់ខ្ញុំសិនច្រឡំអូខេចឹងបន្ទាប់ពីបំពេញហើយគេឲ្យយើងដាក់លេខទូរស័ព្ទចឹងខ្ញុំធ្វើការដាក់លេខទូរស័ព្ទមកបងប្អូនអ្នកគ្នាដាក់លេខទូរស័ព្ទខ្មែរយើងក៏បានឬក៏បងប្អូននៅក្រៅប្រទេសអាចដាក់លេខក្រៅប្រទេសក៏បានដែរគឺតាមចិត្តបងប្អូនអ្នកគ្នាតែសម្រាប់ខ្ញុំនៅប្រទេសខ្មែរចឹង IP ខ្ញុំនៅខ្មែរខ្ញុំដាក់នៅប្រទេសខ្មែរអូខេចឹងខ្ញុំរមើលប្រទេសកម្ពុជាសិននេះបងប្អូនអ្នកគ្នាគឺឃើញហើយលេខទូរស័ព្ទរបស់ខ្ញុំដាក់ហើយអូខេខ្ញុំទៅពីដែរហើយយើងចុច save វាមកនេះបានលេខទូរស័ព្ទមួយអញ្ចឹងអាកន្លែងនេះអាកន្លែង recovery ហ្នឹងសម្រាប់ទៅពេលដែលយើងបង្កើតទៅយើងអាចនឹងផ្លេចភ្លាំងឬក៏អាចនឹងបាត់ account របស់យើងអាច recovery តាមលេខទូរស័ព្ទដែលយើងប្រើនេះបានយើងអាចស្នើតាមលេខទូរស័ព្ទក៏បានស្នើតាម email ក៏បាន email មួយណាដែលយើងប្រើអញ្ចឹងខ្ញុំមាន email goal ធំមួយដែលខ្ញុំប្រើអញ្ចឹងខ្ញុំ add email មួយទៀតដើម្បីវាអត់ងាយបាត់ទេអ្នកនេះអញ្ចឹងខ្ញុំ add Gmail ខ្ញុំមួយអូខេតើមកបងប្អូនអ្នកគ្នាវាយ Gmail ខ្ញុំចាំមកឲ្យ save វាមកអញ្ចឹងនេះខ្ញុំបាន email 2ហើយខ្ញុំបាន Gmail 2ហើយច្រឡំ email អញ្ចឹងខ្ញុំបាន Gmail 2ហើយខ្ញុំធ្វើការ confirm វាឥឡូវខ្ញុំធ្វើការទៅ confirm មួយសិននេះវាចេញនេះដោយសារតែខ្ញុំមាន Gmail ជាមួយគ្នាអញ្ចឹងយកយើង confirm ខ្ញុំចុចបាតចាស់មកហើយចុច return មកអញ្ចឹងខ្ញុំ refresh វាមួយខ្ញុំ cancel វិញអញ្ចឹងវានៅជាប់សញ្ញាឧទាននេះអញ្ចឹងបងប្អូនអ្នកគ្នា back ទៅមកក្រោយសិនមកឥឡូវ refresh មួយអូខេឥឡូវវាលេងជាប់ហើយតែពេលបន្ទាប់មកវាឲ្យយើងដាក់ address ទីតាំងរបស់យើងអញ្ចឹងខ្ញុំសុំទៅការដាក់ address របស់ខ្ញុំមួយបាទអញ្ចឹងខ្ញុំដាក់ address របស់ខ្ញុំមកខ្ញុំនិយាយទៅបងប្អូនអ្នកគ្នាស្ថិតនៅភូមិអីខេត្តអីស្រុកអីគឺបងប្អូនអ្នកគ្នាដាក់មកកុំដាក់តាមខ្ញុំណាខ្ញុំនៅខេត្តផ្សេងទេនេះជួ on map ចុចអានេះមើលមកអញ្ចឹងនេះខ្ញុំមិននៅក្រុងប៉ែតទេខ្ញុំនៅសៀមរាបលីហើយនេះ primary របស់ខ្ញុំសសរស្តម្ភ high school សសរស្តម្ភ primary high school អញ្ចឹងនេះទីតាំងរបស់ខ្ញុំ save មកបងប្អូនអ្នកគ្នាចុចដូចខ្ញុំនេះមកដាំមកអញ្ចឹងវាអូខេឥឡូវវាលេងឲ្យយើង set up អីទៀតហើយឥឡូវបងប្អូនអ្នកគ្នាចូល check មើលលើនេះ personal info អញ្ចឹងនៅតែរូបភាពអញ្ចឹងខ្ញុំធ្វើការដាក់រូបភាពទៀតឥឡូវខ្ញុំ add picture ចូលខ្ញុំសុំធ្វើការដាក់អូខេខ្ញុំចុចកន្លែង device នេះគឺសម្រាប់រូបភាពបងប្អូនអ្នកគ្នាឥឡូវខ្ញុំចូលទៅដាក់រូបភាពខ្ញុំសិនហើយនេះគឺជារូបភាពរបស់ខ្ញុំនេះខ្ញុំធ្វើការដាក់រូបភាពនេះហើយខ្ញុំចុចដាំមកចាំវាកំពុង upload ហើយអញ្ចឹងបងប្អូនអ្នកគ្នាចុច nick មកចេញរងបែបនេះចុច nick ចុច save and picture អូខេអញ្ចឹងរូបភាពក៏បានហើយបងប្អូនអ្នកគ្នាចុចកន្លែងនេះមកអញ្ចឹង Gmail របស់យើងវាស្តង់ដែរឆ្នាំខែ page recovery contact ខ្ញុំគឺមានទាំងអស់ហើយ address ខ្ញុំការងារអីនេះយក profile អី choose អីអូខេនៅប្រទេសកម្ពុជាអីនេះគឺខ្ញុំបានរៀបចំ Gmail របស់ខ្ញុំស្អាតអស់ហើយអញ្ចឹងបងប្អូនអ្នកគ្នាដែលបានរៀបចំ Gmail ទេបងប្អូនអ្នកគ្នាអាចមករៀបចំ Gmail មកដើម្បីយើងទៅធ្វើការទុកសម្រាប់ set up ទៅលើ YouTube ឬក៏ TikTok ជាដើមព្រោះ Gmail ពេលយើងមាន Gmail ល្អហើយប្រើហើយយើងអត់ភ័យខ្លាច Gmail យើងខូចឬក៏បាត់ទេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងបងប្អូនអ្នកគ្នាបើពេញចិត្តជុំភ្លេចចុច subscribe channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់ខ្ញុំទាំងអស់គ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀត